Update តម្លៃហាងចេញមាសនៅថ្ងៃទី17 ខែ 3 2026 មាសនៅក្នុង time frame 1ម៉ោងអញ្ចឹងយើងឃើញហើយថាទីផ្សារមាសពីម្សិលមិញគឺវាមិនសូវមានការប្រែប្រួលទេបាទចឹងហើយវាអាចនឹង sideways នៅចន្លោះនឹងទៀតបងប្អូនទាំងអស់គ្នាតែបងប្អូនទាំងអស់គ្នាត្រូវតែពិចារណាបើសិនជាវា break នៅតំបន់នឹងហើយគឺវានឹងបន្តទៅលើទៀតបាទបើសិនជា break នៅតម្លៃ35ទីផ្សារមាសនឹងបាញ់ទៅខាងលើទៀតតែវាអាចមកដល់តម្លៃ5119បាទហើយបើសិនជាបំបែកនៅតម្លៃហ្នឹងទៀតអញ្ចឹងតម្លៃដែលវាអាចនឹងទៅដល់បន្តទៀតគឺនៅតម្លៃ5242បាទហើយបើសិនជាវានៅតែបន្តបំបែកនៅតម្លៃហ្នឹងទៀតវានឹងឡើងទៅដល់5377ហើយបងប្អូនអរគ្នាអញ្ចឹងបើសិនជា break នៅតម្លៃ high មួយនេះតម្លៃទាំងអស់ហ្នឹងគឺបងប្អូនអរគ្នាត្រូវតែព្យាយាមទិញឲ្យបានច្រើនបាទហើយបើសិនជាវា break មកខាងក្រោមដែលវាមកផុតនៅតម្លៃ4973បាទអញ្ចឹងបងប្អូនអរគ្នាត្រូវតែព្យាយាមលក់ឲ្យបានច្រើនបើសិនជាវា break តម្លៃហ្នឹងហើយយើងរងចាំឲ្យវា pull back ឡើងទៅខាងលើចាំយើងធ្វើការចូលលក់បាទហើយបើសិនជាវាបំបែកនៅតម្លៃហ្នឹងអញ្ចឹងវាអាចនឹងមកដល់តម្លៃ4855ហើយបងប្អូនអរគ្នាបើសិនជាវា break នៅតម្លៃ low មួយហ្នឹងអញ្ចឹងត្រូវតែមានការប្រុងប្រយ័ត្នឲ្យមែនតើវាអាចនឹងបុកមកក្រោមខ្លាំងគួរសមដែរបាទប៉ុន្តែបើសិនជាវាអត់ break នៅតម្លៃទាំងពីរហ្នឹងទេអញ្ចឹងវាអាចនឹង sideways នៅចន្លោះ0ហ្នឹងហើយអញ្ចឹងបងប្អូនអរគ្នាអាចចូលទិញចូលលក់បាននៅតម្លៃទាំងអស់ហ្នឹងបាទហើយរាល់ការចូលផ្សាររបស់យើងទាំងអស់គឺត្រូវតែមាន TP ហើយនិង SN បាទដើម្បីគ្រប់គ្រងនៅហានិភ័យផ្សេងបាទចិត្តហើយនេះខ្ញុំបាទក៏មានតែប៉ុណ្្នឹងដែរបាទសូមឲ្យបងប្អូនអរគ្នាត្រូវចំណេញច្រើនហេងសំណាង